tay sao ba để bong phải lâu khang sai thiệp dân môn kê bằng ó để bong thọt rương môn kê bằng ó chỉ mùi bong tệp lên là rồi bà môn kê bằng ó đa tôi chỉ mùi bong tệp lên là rồi sao nước bao vi phải tiêm tia ta cái bay ba thai về gì á bàn tay bờ bao vi man hãy đấy bờ vi một plan hãy bay vi đặt cỏ bay lệnh ban chờ rương đây chỉ mùi po tv chỉ mùi bong tệp lên là rồi nước ban chờ rương này bạn buôn rương pram rương đây chờ lên rương kia chỉ mùi sọc xây móng có thọt rồi chỉ mùi po tv chờ là miền bong tệp lên là rồi po tv bón hay nâng bong chịu vô nè kia chờ buôn nè nè bờ chỉ mùi sọc xây móng có đôi kia này buôn nè chung nè chờ cho mùi bong khay phải thọt pa cái gì vậy khay phải rất chắc thọt rương chỉ mùi sắp đi được cả quạt hạt sả lạ thao tiệp sả lạ mình là o sả lạ cái mưa nghi hâm chỉ bón á bong chặtไปซัวhâm chỉ bón chài phèm chăn rạ tíก็โดยគ្នាដែរอันนี้การรอบอ่านแบบแผลจัดดัดคือchăn chăn rạ tíแบบแผลจ้าhâm chỉ bón ចាកាយក៏រយ៉ានអាចអាមារ៉ាដែលអ្នកនៅស្រុកខ្មែរបាទអូហ្នឹងហើយបងទេព្រិនតារយសំខាន់ផងបងទេបងទេរ៉ូបើសិនជាបងបើសិនកម្មវិធីយើងចង់ឲ្យបងរំលឹករឿងដើមគាត់មានអីនិយាយដើមគាត់ទេបងទេធ្វើពេលបងថតមួយគាត់ក៏ធ្វើការមួយគាត់មានអីនិយាយដើមគាត់ដែរជួនកាលបងរ៉ូភ្លេចលីអូពេលថតអីចឹងណាបងមានអីនិយាយដើមគាត់អត់បងនិយាយដើមខ្សឹបនិយាយដើមដាក់មីក្រូទេបងបាទអូយបងរ៉ូនោះសាច់ដុំធំទៀតណាដូចគាត់ឬកែមិនទៅគាត់ឬកែក្រាស់ណាឬកែគាត់ក្រាស់ណាមិនមានគាត់រំលើងទេបងរ៉ូចឹងនិយាយដើមបងហ្នឹងណាចឹងបងមិនគេថាបងក៏ភ្លេចជួបឲ្យបងដួងតារានេះស្អីក្នុងអំឡុងពេលដែលគាត់មកនៅស្រុកខ្មែរហ្នឹងប៉ុនជាមួយនឹងគេថាបងស្រីសុកស៊ីមុំដែរដែលតែងទៅទោះដែលតែងទៅបង្ហាញការរីគុណដល់ថ្នាក់ដឹកនាំដល់ព្រះមហាក្សត្រអីចឹងណាបាទឥឡូវបើសម្រាប់បងស្រីបើសិនជាកម្មវិធីយើងចង់ឲ្យបងសុំសានតិចតើបងស្រីមានចំណាប់ដល់ទៅការបងស្រីសុកគុំនៅជាដៃគូចាស់បងឃើញចាក់ស្ដាយហើយមកមើលមកខាត់ពេលយូរដេករៀនទស្សនាជាមួយនឹងកម្មវិធីរបស់យើងជាបន្តបើបុព្វ Lenin Home លោកអ្នកអាចជឿជាក់បានចា៎ជាមួយនឹងឈុតមុខ AK7 មានជាមួយនឹង foam លាងមុខ Organic សេរ៉ូមហាយ៉ានិង collagen night cream កុំភ្លេចចូលជាមួយនឹងផលិតផលឈុតមុខ AK7 ទាំងអស់គ្នាទំនាក់ទំនងផ្សាយពាណិជ្ជកម្មនិងផលិតរឿងតម្រូវតាមអាជីវកម្មរបស់លោកអ្នកតាមរយៈ Telegram បាទលោកអ្នកទីគោរពបាននៅជាប់ខ្ញុំបាននេះគឺបងស្រីឌួងតារារាសីដែលជាអតីតតារាសម្ដែងដ៏ល្បីនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ80និង90ក្នុងចំនួនអ្នកនាងអំពរ TV ចំនួនអ្នកនាងចន្ទរាទីក៏ដូចជាក្នុងចំនួនសិល្បករសិល្បៈការីជើងចាស់ល្បីជាច្រើនដួងដែលអ្នកនាងគឺថាបានបាត់មុខពីវិស័យសិល្បៈក៏ដូចជាសកលមហាជនគឺថារយៈពេលយូរឆ្នាំមែនទែនសឹងតែបងប្អូនយើងគឺថាភ្លេចទេណាតែឥឡូវនៅពេលដែលបានឃើញមុខគឺថាបានចងចាំត្រឡប់មកវិញគឺថាអ្នកនាងឌួងតារារាសីជឿសួរបងស្រីបាទជឿសួរបងបាទបងអារម្មណ៍យ៉ាងម៉េចទេនៅពេលដែលបានមកដល់ប្រទេសកម្ពុជាថ្ងៃនេះរីករាយខ្លាំងរំភើបហ្មងហើយពិសេសបានឃើញពលានយន្តហោះខ្មែរយើងថ្មីនេះស្អាតមែនតើធំហើយល្អចាស់ស្អាតមែនតើតែរំភើបអមជាមួយនឹងអារម្មណ៍ផិតភ័យដែលប្រទេសយើងមានសង្គ្រាមជាមួយប្រទេសជិតខាងនេះទេឬក៏រំភើបយ៉ាងម៉េចដែរបងអូរឿងអារម្មណ៍ផិតភ័យជាមួយខ្មាំងឆ្លៀនពៀនហ្នឹងគ្មានមន្ទីទេសូម្បីតែបន្តិចក៏គ្មានផងគឺអត់មានភ័យទេអត់មានភ័យខ្លាចសោះហ្មងគឺថាមកគឺដឹងថាបងប្អូនប្រជាជនខ្មែរនៅពេញប្រទេសចឹងទៅអត់មានរឿងអីធ្វើខ្លាចប៉ុណ្្នឹងឯងបាទតែមុនពេលដែលបងចេញដំណើរមកមានបងប្អូនយើងគាត់ឲ្យច្បាស់ថាកុំទាន់មកមានអញ្ចឹងខ្លះទេបងចាមានដែរហើយមានមិត្តភក្តិបងគេអត់មកទេគេលើកថ្ងៃចាហើយគេប្រាប់ដែរគេប្រាប់ថាកុំមកប្រយ័ត្នតែមានបញ្ហាអីណាគេអត់ធានាគេធ្វើចឹងដាក់ខ្ញុំព្រាមបងចឹងគេថាអត់ទេអត់ខ្លាចទេចុះបងប្អូនខ្មែរយើងបងប្អូនយើងនៅពេញស្រុកនោះធ្វើមិនទៅគេចុះគេរត់ទៅណាហើយយើងក៏ប៉ុណ្្នឹងយើងខ្លាចចាអត់ខ្លាចបាទចុះបងនៅពេលដែលបងរស់នៅក្រៅប្រទេសតើបងបានតាមដានស្ថានភាពសង្គ្រាមអីខ្លះៗទេឬក៏បានតែឮគេនិយាយអត់បានមើលផ្ទាល់ទេបានឮគេនិយាយផងមើលផ្ទាល់ផងចាឆ្លៀតកំពុងធ្វើការឆ្លៀតលួចមើលទៀតចាមើលដល់ដេកយំម្នាក់ឯងហ្នឹងយំគេហ៊ីកគូក៏ឡើងអ្នកកតុបចិត្តខាងគេឆ្ងល់ព្រោះបងពេលបងធ្វើការណាបងទៅគេនៅកន្លែងការងារចាគេទៅតកែជួលកតុបឲ្យម្នាក់មួយម្នាក់ដូចគេដល់ពេលបងយំទៅគេលឺដែរណាហ្នឹងហើយចាយំមួយណាត់បាទបងជឿចាប់ទេនៅពេលដែលខ្មែរយើងកំពុងតែសុកសានត្រានស្រាប់តែត្រូវបានប្រទេសជិតខាងគាត់ឈ្លានពានគាត់កាប់គាត់បាញ់សម្លាប់យើងដុតផ្ទះសម្បែងយើងបំផ្លាញទ្រព្យសម្បត្តិយើងដោយតែបងប្អូនបានឃើញហ្នឹងសែនឈឺចាប់ណាស់បំផ្លាញវាបំផ្លាញប្រជាជនខ្មែរបំផ្លាញផ្ទះខ្មែរដូចបំផ្លាញផ្ទះរបស់បងផ្ទាល់បង្ហាញបងប្អូនបងផ្ទាល់អញ្ចឹងដូចគ្នាឈឺចាប់អត់ដឹងធ្វើអីកើតបានតែឈឺចាប់ប៉ុណ្ណឹងហ្នឹងឯងបាទដោយសារតែថៃក៏តែងតែប្រកាសប្រាប់ពិភពលោកថាអ្វីដែលគាត់ធ្វើនេះគឺធ្វើដោយសារតែខ្មែរយើងទៅឈ្លានពានដីគាត់ទេបាទទៅយកដីគាត់ទេអញ្ចឹងសម្រាប់បងក្នុងនាមជាអាណិកជនខ្មែរមួយរូបតើបងមានសារទៅកាន់ពិភពលោកថាអ្វីដែលគាត់និយាយមិនមែនជាការពិតចង់ផ្ដាំផ្ញើទៅបងប្អូនគ្រប់ជនជាតិទាំងអស់មកពិភពលោកទាំងមូលអ្នកណាល្អអ្នកណាគាត់ឃើញផ្ទាល់ភ្នែកហើយគាត់នៅចង់ប្រៀបធៀបបន្តិចថាប្រទេសខ្មែរប្រព័ន្ធនេះហើយទៅប្រទេសថៃប្រព័ន្ធនេះហើយតើយើងទូចតែមួយទៅឆ្លៀនពៀនគេកើតទេឆ្ងល់យើងកូនឆ្កែទៅវាយតម្រៃបានទេឥឡូវខ្ញុំឆ្ងល់ចង់ប្រៀបធៀបប៉ុណ្ណឹងចាំទៅគួរពិចារណាទាំងអស់គ្នាបាទមនុស្សដែលលោភលន់ចង់បានរបស់គេចង់បានរបស់គេតែរហូតហ្នឹងហើយទៅចោតហើយចាការឈឺចាប់មួយដែលសូម្បីតែខ្ញុំបាទក៏ដកជាប់គឺការបំផ្លាញប្រាសាទមានន័យថាជាអ្វីមួយដែលយើងពិបាកទទួលយកនេះដូចជាប្រាសាទតាកវីឬជាប្រាសាទព្រះវិហារក្នុងនាមបងជាកូនខ្មែរមួយរូបបងមើលឃើញបរិយាកាសហើយបងមានអារម្មណ៍យ៉ាងម៉េចដែរ
ឈឺចាប់យំក៏លែងចាញ់គឺស្រែកយំឬក្នុងបេះដូងហើយម្យ៉ាងហើយបងគិតថាឥឡូវវាចោតថាបោះវាប្រាសាទនឹងបោះវាទៀមទាតែក្បីបោះថៃវានិយាយប៉ុន្តែបើបោះវាមែនហេតុអីបើវាបំផ្លាញហេតុបើវាដាក់ក្របែកហើយគិតមើលឧទាហរណ៍យើងប្រៀបធៀបទៅនឹងម្ដាយនឹងមិនមែនម្ដាយពេលដណ្ដើមកូនគ្នាម្ដាយបកកើតណាអត់ហ៊ានដណ្ដើមទេព្រោះខ្លាចកូនឈឺសុកចិត្តឲ្យតែគេហើយដល់ពេលអាម្ដាយមិនមែនម្ដាយវាដណ្ដើមយកឈ្នះអាឈឺទៅព្រោះមិនកូនវាហ្នឹងដូចគ្នាចឹងអត់ខុសពីសៀមហើយនៅខ្មែរទេវាសៀមវាដណ្ដើមរបស់យើងមិនបានវាបំផ្លាញចឹងទៅហ្នឹងហើយការល្អការអាក្រក់ហើយបោះជាបោះរណាពិតប្រកបហើយកូនខ្មែរបានទៅត្រឹមឈឺចាប់និយាយចង់តែស្រែកយំមែនតាបងឈឺចាប់បាទនេះគឺជាសម្លេងឈឺចាប់របស់កូនខ្មែរដែលមិនមែនតែបងស្រីគឺថាកូនខ្មែរគ្រប់រូបសុទ្ធតែមានអារម្មណ៍មិនខុសពីបងស្រីទេហើយក៏កោតសរសើរផងដែរដែលបងស្រីនៅឯនាយសមុទ្រនិងឯក្រៅប្រទេសទេប៉ុន្តែបងស្រីនៅតែមានអារម្មណ៍ឈឺឆ្អាលជាមួយនឹងស្រុកទេសរបស់យើងរហូតដល់ហ៊ានមកមើលស្ថានភាពប្រទេសកម្ពុជារបស់យើងក្នុងអំឡុងពេលដែលកំពុងតែមានសង្គ្រាមព្រោះថាបងប្អូនខ្មែរយើងភាគច្រើនបាទគឺគាត់តែងតែលើកពេល delay មិនហ៊ានមកទេដោយសារតែខ្លាចស្ថានភាពអញ្ចេះចោលអីចឹងទៅប្រទេសតែបងស្រីគឺថាហេតុតែស្រឡាញ់ខ្មែរស្រឡាញ់ជាតិមាតុភូមិទៅចង់ឃើញស្ថានភាពរបស់បងប្អូនយើងនៅក្នុងអំឡុងពេលដែលកំពុងតែមានការឈានពីប្រទេសសៀមគឺថាសុកចិត្តមកអត់លើកថ្ងៃអត់លើកពេលទេបងណាបាទអត់ខ្លាចទេបាទចឹងងាកមកដំណើរមកដល់ប្រទេសកម្ពុជានេះវិញបងនេះជាដំណើរមកដល់ប្រទេសកម្ពុជាលើកទីប្រហែលហើយបងស្រីបានចុះម្ដងមកស្រុកខ្មែរបងរាប់លេងអស់ហើយដូចច្រើនដងដែរបងប៉ុន្តែគាត់ថាចុងលើកចុងក្រោយឆ្នាំ2019ដោយសាររួចទៅជាប់កូវីដទៅក៏បងអត់មានពេលវេលាឱកាសនឹងមកទៀតរហូតដល់ថ្ងៃហ្នឹងចាបាទចាំ7ឆ្នាំហើយតាំងពីតាមកូវីដមកមើល6ណាឆ្នាំទី7ហ្នឹងហើយតែមកអូបងមានថាខានមកស្រុកខ្មែរហ្នឹង6 7ឆ្នាំហើយបងណាបាទនេះគឺថារយៈពេលជូរមែនតើបងបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការបាត់មុខរបស់បងស្រីថាបងស្រីរយៈពេលកន្លងមកគឺបងស្រីទៅរស់នៅប្រទេសណាហើយមានស្ថានភាពយ៉ាងម៉េចដែរបងរស់នៅប្រទេសបារាំងតែជាប្រជាជនសាមញ្ញដូចតែយើងរស់នៅស្រុកខ្មែរអញ្ចឹងធម្មតាគ្រាន់ជាការរស់នៅមួយតែប៉ុណ្ណឹងដូចគ្នាទេចាបាទបងប្អូនយើងខ្ញុំជឿថាប្រកាសជាចាប់អារម្មណ៍ចង់ដឹងពីស្នាដៃខ្លះរបស់បងស្រីហើយបាទអញ្ចឹងចង់ដឹងតិចតើបងស្រីបានប្រឡូកវិស័យសិល្បៈហ្នឹងតាំងពីអំឡុងឆ្នាំណាចូលតាមរយៈអីបានខ្លាយទៅជាតារាសម្ដែងមួយរូបនៅក្នុងចំនួន9ជាងនិង8ជាងរបស់បងស្រីចាបងស្រឡាញ់វិស័យសិល្បៈតាំងពីកើតមកកើតដឹងក្តីឡើយបងស្រឡាញ់តែសិល្បៈហ្នឹងហ្មងហើយទៅដល់បងចូលរៀននៅសាលាវិចិត្រសិល្បៈតាំងពីឆ្នាំ80មករហូតមកបងជាសិស្សសាលាវិចិត្រសិល្បៈហើយរៀនចេញសម្ដែងនៅក្នុងសិល្បៈរួចហើយក៏មានខ្សែភាពយន្តខ្មែរយើងចាប់ផ្ដើមក៏កើតដំបូងមកក៏គេជ្រើសរើសការសម្ដែងហ្នឹងពីអ្នកសិល្បៈនឹងឯងចឹងតែបានបងចូលមកប្រឡូកក្នុងខ្សែភាពយន្តនឹងទៀតទៅចាបាទស្នាដៃដំបូងរបស់បងមានស្នាដៃខ្លះដែរបងស្នាដៃដំបូងរឿងទី1ដែលបងថតមុនគេបង្អស់គឺរឿងវិបត្តិស្នេហ៍បងថតជាមួយនឹងសមនីឧត្តមហើយណាតតែគាត់បានលាចាក់ទៅហើយនៅក្នុងរឿងហ្នឹងគឺសមនីឧត្តមហើយនឹងបងតួចាទស្សនាដៃដែលល្បីជាងគេដែលគេចាប់ផ្ដើមស្គាល់ថាដួងតារារិស័យជាតារាសម្ដែងខ្លាំងនៅក្នុងខ្សែសិល្បៈថាក្នុងស្នាដៃរឿងអីដែរបងរឿងវិលវិញមកអូនអូបាទរឿងនេះគឺជាមួយអ្នកណាចង់ផ្លេចនេះបងកុងសុភីមួយបងកុងសុភីបាទមួយបងប្រុសកុងសុភីឥឡូវខ្លាចជាតួពុកហើយបងនេះហើយបងកុងទេរិតពេជ្រភិរុនបងពេជ្រភិរុនចាឆ្លាញ់មកអូននេះជាមួយកុងសុភីបាទចាំមើលថានៅក្នុងរឿងវិលវិញមកអូនជាមួយនឹងលោកពេជ្រភិរុនបាទហើយឆ្លាញ់ចាស់មកអូនជាមួយនឹងបងកុងសុភីបាទឥឡូវតារាសម្ដែងល្បីណាខ្លះដែលបងបានរួមសម្ដែងការងារជាមួយក្នុងអំឡុងពេលដែលបងប្រឡូកក្នុងវិស័យសិល្បៈដែលបងប្រឡូកខាងវិស័យភាពយន្តមុនគេបងអស់ដែលបងថតរឿងមុនគេបងអស់ជាមួយបងទេពរិនដារ៉ូចាមុនគេបងអស់ដើរតួជាមួយបងទេពរិនដារ៉ូនៅក្នុងរឿងអីដែរបងកានោះបងអត់ចង់ចាំផងដូចរឿងចិត្តមិនចិត្តចង់ចាំទេបងបាទតែក៏ពេលនោះបងដើរតួជាអីគាត់ដើរតួជាអីពេលនោះបាទទេពរិនដារ៉ូដើរតួជាតួប្រុសជាតួមកពីបរទេសចាចូលស្រុកខ្មែរហើយបងដើរតួជាកូនរបស់ម្ដាយម្នាក់ដែលកំសត់ចាហើយបងអ្នកចម្រៀងនៅក្នុងរោងកសាលចាជាតួតាផ្នែកបងណាចាអ្នកចម្រៀងដល់ចឹងទៅបានជួបបងទេពដារ៉ូគាត់មកលេងចឹងក្នុងសាច់រឿងនេះចាលេងមួយបងរោបានប្រហែលរឿងដែរបងមុនពេលដែលបងលេខបានច្រើនរឿងដែរជាមួយពទេវីជាមួយបងទេពរិនដារ៉ូនឹងបានច្រើនរឿងដែរបាន4រឿង5រឿងដែរចាហើយនឹងរឿងទី1ហ្នឹងទៀតចាបាទសួរតាមត្រង់ដោយសារបងនៅក្នុងវិស័យសម្ដែងបងក៏ជាតួឯកមួយក្នុងភាពយន្តដែរចុះនៅពេលដែលបងប៉ះគ្នាមួយបងពទេវីឬក៏ប៉ះគ្នាជាមួយនឹងបងចន្ទរាទីតើពីណាធ្វើតួឯកពីណាធ្វើតួអីបងពេលនោះឬក៏យើងឯកទាំងពីរនាក់ឬក៏មិនអីមិនចាអត់ទេដើរតួបងដើរតួឯករៀងខ្លួនចឹងទៅប៉ុន្តែបងធ្លាប់ទៅចូលរួមលេងរួមគ្នាជាមួយសុកសីមុំបងដើរតួទី2ទេគាត់ថាបងជួយដូចថាសុកសីមុំបងស្គាល់គ្នាហើយផលិតកម្មក៏យកគ្នាឯងថតទៅក៏បងក៏ចូលរួមថតទៅចាថតជាមួយសុកសីមុំហ្នឹងតួទី2ហើយពណ៌ទេវីហ្នឹងក៏បងតួឆ្នាស់តួអីចឹងតួទី2ដែរទេចាបាទមានន័យថាតួរងគេថាតួឯករងមកណាបាទជុំគ្នាជាមួយបងយុវវណ្ណៈច្រើនពេលថតជាមួយពណ៌ទេវីច្រើនណាមានបងទេពរិនដារ៉ូពណ៌ទេវីបងហើយនឹងបងយុវវណ្ណៈគ្នាច្រើន4នាក់ហ្នឹងបងជាមួយសុកសីមុំក៏ដូចគ្នាដែរ4នាក់ជុំគ្នាចាចុះជាមួយបងខៃប្រសិទ្ធធ្លាប់ប៉ះគ្នាអីបងខៃប្រសិទ្ធចាថតរឿងជាមួយពិសិដ្ឋពីរកាអូ
រឿងអីទេបង ចាំមិនបងតន់ជាមួយបងសាពីលីកាដែរ ចាសិពីការនៅស្លាប់ចិត្តសិល្បៈដែរតែគេផ្នែកល្បាំ បាទតែក្នុងភាពយន្តណា ក្នុងភាពយន្តក៏ថតជាមួយគ្នាដែរថតរឿងតួជាមួយគ្នាដែរចា អូចាំមិនថាមែនទេគឺថាបងមានស្នាដៃច្រើនគាត់ពេលខ្លះបងប្អូនយើងអត់សូវបានឃើញស្នាដៃបងត្រឡប់វាដោយសារបងមានសភាពគ្រួសារទៅគាត់បង ចាដោយការហាមឃាត់ហ្នឹងបងមិនសូវចេញថត ហាមគាត់ពីណាពេលហ្នឹងបង ម្ដាយ ម្ដាយមានថាម្ដាយឪពុកបងអត់ស្រឡាញ់វិស័យសិល្បៈសោះឬក៏យ៉ាងម៉េច ប៉ាអត់អីទេប៉ាឲ្យធ្វើតាមចិត្តប៉ុន្តែម៉ាក់អីគាត់មិនព្រមហ្មងគាត់ថាសិល្បៈថោកទាបសិល្បៈមិនល្អសិល្បៈគេមើលងាយ នៅក្នុងការសម្ដែងការពីអតីតកាលភាគច្រើនគឺថាបងមើលឃើញខុសប្លែកពីឥឡូវយ៉ាងម៉េចតែបង ខុសមែនខុសតាំងពីរូបនិយាយទៅបងមិនបងនិយាយការពិតហើយការស្រឡាញ់បងជាសិល្បៈតារាសម្ដែងឥឡូវស្រីស្អាតប្រុសក៏ស្អាតហើយខ្ពស់បងស្រឡាញ់មែនតើខ្ពស់នឹងលក្ខណៈមួយខុសគ្នាដាច់មកពីជំនាន់បងអ្នកខ្ពស់បងអើយហ្នឹងខ្ពស់ហ្នឹងមើល ចាំបងមានអនុស្សាវរីយ៍យ៉ាងម៉េចខ្លះដែរជាមួយនឹងបងស្រីចន្ទរាទីបងស្រីហឹមស៊ីវនឬជាតារាល្បីនាពេលបច្ចុប្បន្នមានអនុស្សាវរីយ៍យ៉ាងម៉េចខ្លះដែរបង អនុស្សាវរីយ៍ច្រើនណាជាមួយគ្នាចាស្រឡាញ់គ្នារាប់អានគ្នាហើយបើថានៅសិល្បៈវិញបាយឆ្នាំងតែមួយអត់មានលភាទេគឺលឹកដៃហ្នឹងលោកឆ្នាំងតែមួយដូចជ្រូកចានិយាយការពិតហើយគេគ្នាហើយគេអតីតកាលចារួមគ្នាញ៉ាំរួមគ្នាហើយរាប់អានគ្នារហូតដល់អញ្ចឹងហើយបានទូបែកគ្នារាប់ឆ្នាំមកហើយក្តៅរាល់ថ្ងៃហ្នឹងតែបងមានការអីសួរហឹមស៊ីវនណាបងឆាតទៅសួរហឹមស៊ីវនឆ្លើយភ្លាមចន្ទរាទីក៏ដូចគ្នាដែរនេះការរាប់អានមិត្តភក្តិចិត្តដិតគឺចាំចា បាទចុះបងស្រីកែក៏យ៉ាងធ្លាប់បានសម្ដែងប៉ះគាត់អត់ ប៉ះធ្លាប់ប៉ះប៉ះច្រើនជំនាញកាយការចាជំនាញកាយការថតជាមួយគ្នាហើយនឹងថតម៉ូដក្អាយជាមួយគ្នា បាទចុះបងត្រឡប់មកវិញតិចបងបានទៅនៅប្រទេសបារាំងហ្នឹងទៅតាំងពីឆ្នាំណាតាមរយៈអីពេលនោះបាទ ការបងទៅនៅស្រុកបារាំងឆ្នាំចុងឆ្នាំ2000ច្រឡំមកឆ្នាំ93ចុង93ចាចិត្តដាច់93ហើយបាទបងទៅបារាំងទៅតាមលក្ខណៈបងរៀបអាពាហ៍ពិពាហ៍កាលនោះហើយម្យ៉ាងមានការបង្ខិតបង្ខំគៀបសង្កត់អ្នកខ្លះអីចឹងគេសង្កត់យើងក៏ដូចឃើញតារាសម្ដែងណាហើយគេចង់បានបងចឹងទៅបងអត់ព្រមទទួលគេហើយគេគម្រាមកំហែងហើយចឹងទៅក៏ហើយក៏មានគេមកតណ្ដឹងមកអីចឹងទៅហងទៅក៏បងលួចទៅទេថ្ងៃនោះអត់ប្រាប់ឲ្យអ្នកណាដឹងទេនេះនិយាយការពិតចាឲ្យជាជនលឺលើកថ្ងៃនេះតែបងលាក់យូរអីចា ហើយព្រោះជំនាន់នោះបងស្រីជាស្រីស្អាតមួយរូបដែរអញ្ចឹងណាបាទបែបខ្ញុំជាហ្វេននេះក៏លួចដែរចាហើយកាលនោះបងលួចចេញពីស្រុកខ្មែរហ្នឹងលួចដោយអត់ឲ្យមានអ្នកណាដឹងទេសូម្បីអ្នកកសែតហ្នឹងទីក៏អត់ឲ្យដឹងដែរពីព្រោះតែអ្នកកសែតដឹងអ្នកកសែតតាមចុះកាលនោះចាតែបងអត់ឲ្យអ្នកណាដឹងទាំងអស់តែពេលបងបាត់ទៅ2 3ឆ្នាំគេតាមរទៅម៉ាក់ព្រមឲ្យគេចុះនៅនេះយកទៅរូបថតគេចុះនៅស្រុកខ្មែរទៅបាទយល់បងយល់ចុះមកដល់បច្ចុប្បន្នបងមានកូនចៅប្រហែលអ្នកដែរបងមានតែមួយទេកូនប្រុសអាយុប្រហែលទេបងអូអាយុច្រើនហើយឡើយ យុច្រើនបើមានគូសារណាកូនប្រុសហ្នឹងនៅតែគាត់ស្រឡាញ់សិល្បៈដូចបងទេអត់សោះតែមានឈាមសិល្បៈសោះចាចុះសំថ្ងៃបងរស់នៅតែ2នាក់ម៉ែកូនទេឬក៏យ៉ាងម៉េចបងអត់ទេបងនៅតែបងនៅស្រុកគេស្រួលតែវាអាយុ8 10ឆ្នាំទៅវានៅតែវាកូននៅតែកូនយើងនៅតែយើងចាអូននៅម្នាក់ឯងដូចកូនក្មេងចុះថ្ងៃនៅតែម្នាក់ឯងចាបាទចាំមានថាអត់មានចង់បានគូអនាគតថ្មីអីបងណាការចង់បានមិនចង់បានទេប៉ុន្តែបើសិនតែប៉ះជួបក៏អត់ប្រកែកដែរបាក់បេះដូងទៅបងណាបាក់បេះដូងបាទប៉ុន្តែត្រឡប់មកលើកនេះតើបងមានកម្រងធ្វើអីខ្លះដែរមកលើកហ្នឹងមកគោលបំណងចាំមើលបងនិយាយគោលបំណងបងចង់ទៅជួយសត្វទី1សត្វដែលនៅពេញនេះដែលសត្វបងបានតំណែងបងស្រីដែលគាត់មើលថែខាងសត្វលំបាកវេទនាហ្នឹងណាបងចង់ទៅជួបគាត់ទៅជប់ទៅមើលហើយនឹងជនភៀសសឹកហើយនឹងវីរៈកងទ័ពហើយទី1និយាយទៅទី1គឺវីរៈកងទ័ពទី2ជនភៀសសឹកចាទី3ហើយបើថាអត់មានទី1ទី2ទី3ទេមែនតើគោលបំណងបងគឺទី1ទាំង3ហ្នឹងស្មើគ្នាបងចង់ទៅចាបើមានពេលទៅណាគឺបងទៅណាហើយបានទាំង3ក៏បងទៅទាំង3ណាបាទចុះគម្រោងបងមករយៈពេលប្រហែលសប្តាហ៍ដែរមកបានតែ4សប្តាហ៍4មួយខែទេបងណាបានតែ1ខែទេហើយបងត្រឡប់ទៅវិញចាដោយសារប៉ាសពតហួសអញ្ចឹងបាទអញ្ចឹងគម្រោងរបស់បងរយៈពេលមក1ខែនេះបងកម្រងចោះមកឬថាមើលស្ថានភាពឲ្យអាចចែកម្លែកជួយជាស្បៀងជាជំនួយផ្សេងៗដល់ជនភៀសសឹកក៏ដូចជាជនដូចជាធ្លាក់សឹកសោយក៏ដូចជាអ្នកដែលមើលថែសត្វក៏ដូចជាបងប្អូនវីរៈកងទ័ពរបស់នោះបាទក្រៅពីនោះបងមានកម្រងថាទៅដើរលេងក៏ធ្វើបន់ធ្វើទានអីណាណីទៀតទេបងដើរលេងដូចអត់សូវមានកម្រងទេមានកម្រងសំខាន់គឺចំណុច3ហ្នឹងហ្មងសំខាន់ចាហើយនឹងប៉ាគាត់ឈឺមកមើលគាត់ផងចាតែរឿងដើរលេងមកហ្នឹងអត់មានកម្រងដើរលេងអត់មានកម្រងដើរលេងទេគឺនៅឃើញថាយើងមិនទាន់សប្បាយរីករាយណានឹងដើរលេងចាបាទគឺមកមើលឪពុកឲ្យជ្រៀតមើលស្រុកទេហេងទៅចុះលោកឪពុករបស់បងស្រីអាយុប្រហែលគាត់មានជំងឺទេបច្ចុប្បន្ននេះអត់អីទេគាត់ជំងឺចាស់ចាគាត់បជនច្រើនហើយបាទគាត់ជាជំងឺចាស់ធម្មតាអីទេបងនោះបាទយើងមកហ្នឹងគម្រោងទៅជួបជុំបងប្អូនសិល្បៈមិត្តភក្តិចាស់ជួបវិញដើម្បីស្គាល់គ្នាឡើងវិញចាហើយនឹងចន្ទរាទីមិត្តភក្តិចាស់ហឹមស៊ីវនចាកាយកល្យានឯកអមរាដែលអ្នកនៅស្រុកខ្មែរហើយអ្នកណាទៀតទេមើលភ្លេចឈ្មោះទៅគេអន់ចិត្តទេអត់នឹកឃើញឈ្មោះគេចាអូន
ហ្នឹងហើយបងទេប្រដារយសំខាន់ផងបងទេបងទេរ៉ូបើសិនជាបងបើសិនកម្មវិធីយើងចង់ឲ្យបងរំលឹករឿងដើមគាត់មានអីនិយាយដើមគាត់ទេបងទេពេលបងថតមួយគាត់ក៏ធ្វើការមួយគាត់មានអីនិយាយដើមគាត់អត់ជួនកាលបងរ៉ូភ្លេចលីអូពេលថតអីចឹងណាបងមានអីនិយាយដើមគាត់អត់បងនិយាយដើមស្បនិយាយដើមដាក់មីក្រូទេបងបាទឲ្យគាត់លឺឲ្យគាត់ហួចចិត្តគាត់អីតែនៅចាំទៀតណាបាទបងរ៉ូពេលគាត់ភ្លេចខ្លួនគាត់ដែរបាទអត់ហ៊ាននិយាយខ្លាចគាត់ទៅជួបគាត់ផងគាត់ត្បោអត់ទៀតឥឡូវមានអីនិយាយទៅកាន់បងទេរ៉ូណាល់ដូបងមានអីនិយាយគេឲ្យវាបើដឹករលឹកពីចម្ងាយហើយសម្រាប់នៅតែស្អាតដល់ហើយខំហាត់ស្ពណ៌គាត់ខំហាត់ទៅខ្លាចចាស់សម្បើមហ្នឹងនិយាយដល់មួយបងអូម៉ាបងរ៉ូគាត់ដាក់ពីបងឯងមើលទៅប្រទេសថៃប៉ុណ្ណឹងត្រូវអត់បងអូយបងរ៉ូនោះសាច់ដុំធំទៀតដូចគាត់រឹសកែមិនទៅគាត់រឹសកែក្រាស់ណារឹសកែគាត់ក្រាស់ណាមិនមានគាត់រំលែងទេចង់បញ្ជាក់ជូនលោកអ្នកផងដែរថាបងឌូរ៉េសេក្រៅពីជាតារាសម្ដែងក៏ជាតារាចម្រៀងដែរមែនទេបងចុះបងនៅបារាំងបងមានសម្ដែងអត់ទេនៅបារាំងច្រៀងខ្លះដែរចាហើយក្នុងខេត្ត4ខាងមុខនេះគេហៅទៅច្រៀងនៅប្រទេសអាល្លឺម៉ង់ចាអូបាទចាំមានសិល្បៈនៅបារាំងគឺបងបានចោលទេអត់ចោលទេនៅតែដំណើរការរហូតនៅយូរម្ដងទេចាតែយើងវាអាយុក្រែហើយគេហៅតែក្មេងៗអញ្ចឹងណាបាទបងបាទអញ្ចឹងអរគុណច្រើនមែនទែនដល់បងស្រីដួងតារារាសីដែលបានផ្ដល់កិច្ចសភាដល់ក្រុមការងារផ្ទះតារាហើយអ្វីដែលសំខាន់គឺថាបានឲ្យផ្ទះតារាបានដឹងពីសុខទុក្ខរបស់បងស្រីព្រោះពេលអរគុណមែនទែនហើយមុននេះនៅក្នុងវីដេអូ live ក៏បងស្រីបានលើកឡើងខ្លះពាក់ព័ន្ធជាមួយនឹងគេថាបងស្រីសុកស៊ីមុំដែរដែលតែងតែទោះតែងតែបង្ហាញការរិះគន់ដល់ថ្នាក់ដឹកនាំដល់ព្រះមហាក្សត្រអីចឹងណាបាទឥឡូវបើសម្រាប់បងស្រីបើសិនជាកម្មវិធីយើងចង់ឲ្យបងសុំសានតិចតើបងស្រីមានចំណាប់ឡើងទេមើលទៅការបងស្រីសុកគុំដូចជាដៃគូចាស់បងចាគាត់ថាយើងអត់ត្រូវសិល្បៈគឺដូចពេទ្យចឹងយើងអត់មានប្រកាន់ខាងណាប៉ុន្តែគាត់ថាមើលឃើញចាក់ស្ដែងហើយមកមើលថាខាងណាល្អខាងណាអាក្រក់នោះហ្នឹងហើយអញ្ចឹងទៅកុំចេះតែនិយាយចាបើតែយើងនៅអាមេរិកយើងបានសុកអត់សុកទេកុំថានៅអាមេរិកបានសុកខ្ញុំនៅរស់នៅបារាំងក៏មិនមែនបានសុកដែរហើយបងប្អូនខ្មែរយើងឥឡូវហ្នឹងមានសិទ្ធិអាចទៅដល់ណាក៏បានដូចគ្នាចឹងចឹងទៅកុំយើងគាត់ថាចាគិតបងខ្ញុំឃើញមានគេខមមិនថាបងស្រីសុកស៊ីមុំរយៈចុងក្រោយដែលគាត់ចេះតែនិយាយប្លែកគេថាគាត់នោះដូចថាស្មារតីអត់សូវល្អឬក៏អារម្មណ៍គាត់ដូចលេងល្អលេងអីវាថាពីប្រើភាសាស្វែងគេហៅថាលេងថ្នាំលេងអីចឹងថាបងយល់ឃើញទីអ្នកខមមិនអីចឹងអត់ទេព្រោះថាគេថាគាត់បាយគាត់អីចឹងបងគាត់និយាយព្រេះផ្ដាស់ចឹងខ្ញុំអត់យល់ដែរអាចដែរហ្នឹងចាអញ្ចឹងមិនទៅនិយាយអីចឹងដឹងថាខ្លួនឯងបងប្អូននៅពេញស្រុកខ្មែរហើយត្រូវតែមកលេងស្រុកខ្មែរហើយនិយាយចឹងកើតទៀតហើយនិយាយដូចអត់ស្រឡាញ់ជាតិខ្មែរខ្លួនឯងសោះបាទហើយក្នុងនាមជាតារាល្បីមួយរូបទៀតបងណោះបាទបើសិនជាគាត់ជាមនុស្សធម្មតាយើងមិនថាទេតែគាត់ជាតារាដែលធ្លាប់គេហៅល្បីល្បាញបាទទទួលបានការគ្រប់គ្រងពីស្ទាប់មហាជនខ្មែរតែចុងក្រោយគាត់បែរទៅជាវាយមហាជនជាតិខ្មែរយើងវាយមហាថ្នាក់ដឹកនាំខ្មែរយើងអញ្ចឹងណាបាទតែអាណិតចាបងអាណិតចង់ងាប់ហើយគាត់ឃើញសៀមធ្វើបាបខ្មែរឃើញជនភៀសខ្លួននោះថាបងនិយាយឃើញតែវីដេអូលើកណាក៏យំឃើញមនុស្សតែណាននឹកឃើញសម័យកាល75មកចលៀសចេញពីវិញហ្នឹងហើយសំណោះអាណិតជាជនអាណិតត្រង់ចលៀស2ដងទៀតណាលើកទី1ផ្ដល់គ្នាខំឡាប់ទៅវិញលើកទី2ទៅចលៀសមកតាទៀតអានៅបងយំខ្លាំងហ្មងបាទបងឲ្យជាចុងក្រោយកម្មវិធីយើងចង់ឲ្យបងរំលឹកស្នាដៃខ្លះរបស់បងនៅក្នុងកំឡុងពេលដែលបងនៅសម្ដែងតើស្នាដៃណាខ្លះដែលបងនៅចាំចំណងជើងបាទហើយពាក់ព័ន្ធនឹងការ៉ាអូខេបងប្រហែលជាសម្ដែងបានច្រើនបទអីដែរទេបាទក្រៅអូខេសរុបទៅបងថតបាន200បទចា200បទហើយមានបទខ្លះក៏មានបទខ្លះក៏គេអត់បានថតទុកអីចឹងទៅក៏បាត់អស់ហើយបាត់ច្រើនចាជារឿងជាភាពយន្តសរុបទៅបងថតបានតែ20រឿងទេចាតែ20រឿងទេលោកអ្នកបាទ20រឿងទេហ្នឹងគឺថាតែ20រឿងទេច្រើនណាស់បងច្រើនហើយបងបាទ20រឿងមិនមែនធម្មតាទេបាទហើយចង់ជម្រាបជូនបងប្អូនថាបងស្រីដួងតារារាសីគឺថាគាត់ជាអតីតតារាសម្ដែងដ៏ឆ្នើមនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ90បាទគឺថាចំនួនអ្នកនាងអំពរ TV ចំនួនអ្នកនាងកែកលយ៉ានចំនួនអ្នកនាងឯកអមរាចំនួនបាទអ្នកនាងចន្ទរាទីគឺថាគាត់ឆ្នើមខ្លាំងមែនតើហើយជាតារាទឹកភ្នែកទេបងណាបាទមិនមែនទេគឺថាទេពកោសល្យគាត់ខ្លាំងណាស់តែគាត់ថាពេលខ្លះគាត់និយាយភាសាសាមញ្ញសុទ្ធគឺថាបងប្អូនយើងស្គាល់ចាញ់បងចន្ទរាទីដោយសារតែគាត់អត់សូវមានឱកាសសម្ដែងច្រើនព្រោះតែលោកឪពុកអ្នកម្ដាយមិនសូវបើកឱកាសឲ្យមកប្រឡូការងារសិល្បៈអញ្ចឹងការសម្ដែងកន្លងមកមិនបងលួចមកឬក៏យ៉ាងម៉េចបងលួចថតរហូតណាគ្រប់រឿងនឹងគ្រប់រឿងលួចថតរហូតដោយសារអីដោយសារមកនៅផ្ទះគាត់រស់ស៊ីដល់រស់ស៊ីទៅដល់ពេលវេលាហ្នឹងដែលលួចចេញថតបានអូអញ្ចឹងបើសិនជាគាត់បានចំហមនឹងថាបងបានស្នាដៃច្រើនបានច្រើនចាស្ដាយទេបងណាគាត់ដេញវាយផលិតកម្មគេមកគាត់ជះទឹកដាក់ទៀតណាហើយតែមិនចង់ឲ្យកូនស្រីប្រឡូកទេបងណាជះទឹកដាក់គាត់ជេរគេហើយទៅគេខឹងរៀបដល់យើងដែរនោះគេមិនមកយកថតគេជប់យកចានិយាយការប៉ុណ្ណឹងចឹងគាត់ធ្វើបាបបងបាទអរគុណបងហើយបងជាចុងគាត់តើបងមានអីនិយាយទៅកាន់បងប្អូនយើងដែលគេថាដែលនៅតែគ្រប់គ្រងបងនៅតែចងចាំស្នាដៃបងកន្លងមកចឹងណាបងចាក៏នៅរំភើបរីករាយណាស់ដែលបងប្អូនខ្មែរយើងទាំងអស់ដែលនៅចងចាំខ្ញុំនាងខ្ញុំណានាងខ្ញុំអរគុណហើយរំភើបរីករាយមែនតើដែលនៅចងចាំសូមឲ្យជូនពរបងប្អូនទាំងអស់គ្នាបងប្អូនខ្មែរទាំងអស់ជនរួមជាតិសុខភាពល្អហើយរីករាយរកស៊ីមានបាននិង
រងរឿងក្នុងជីវិតក្នុងឆ្នាំថ្មីនេះចា2026ចា បាទអូបងខ្ញុំសុំមកសួរចុងក្រោយបងអ្នកខេត្តណាដែរបង អ្នកសុខកំណត់ខេត្តកោះរ៉ុតចេះ អូអ្នកកចេះបាទអ្នកកចេះបាទស្អាតចឹងមែនតើបងប្អូនបាទចឹងអរគុណច្រើនលោកអ្នកដែលបានទស្សនាវីដេអូនេះហើយសង្ឃឹមថាសុខទុក្ខរបស់បងស្រីដួងតារារាសីនឹងត្រូវបានបងប្អូនយើងចាប់ផ្ដើមដឹងចាប់ផ្ដើមបានស្ដាប់ពីវីដេអូរបស់យើងទាំងអស់គ្នាហើយក៏នឹងនឹករលឹកដល់ស្នាដៃបងស្រីដែលបានបន្សល់ទុកមុនពេលដែលបងស្រីទៅរស់នៅប្រទេសបារាំងហើយបងអត់មានកម្រោថាមកនៅប្រទេសកម្ពុជាយើងវិញទេណា មាន ចា បាទអត់ដឹងប្រកាស បាទតែឥឡូវនៅកាប់លុយនៅបារាំងសិនណាបងណា អត់មានអីកើផង បាទអរគុណច្រើនលោកអ្នកបាទអរគុណបាយបាយ ជាមួយនឹងឈុតមុខ AK7 មានជាមួយនឹង foam លាងមុខ Organic សេរ៉ូមហាយ៉ានិង collagen night cream សម្រាប់ឈុតនេះគឺជាប្រភេទឈុតព្យាបាលអញ្ចឹងសម្រាប់អ្នកដែលគាត់មានបញ្ហាស្បែកមុខកុំភ្លេចជ្រើសរើសជាមួយនឹងផលិតផលឈុតមុខ AK7 ទាំងអស់គ្នាទម្រកដ៏មានសក្តានុពលនៃការរស់នៅលើពីផ្ទះលំហែបន្ថែមថាមពលឲ្យជីវិតម៉ូដផ្ទះស៊ីវិល័យប្រណិតតាមសម័យកាលវិវត្តទីធ្លាបរិវេណផ្ទះដំបូល Sky Bar បើវិភ័ក្រ Lenin Home លោកអ្នកអាចជឿជាក់បាន បងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំធ្វើការណែនាំជាមួយនឹងសេវាកម្មថ្មីចាពីខាង clinic របស់យើងចាគឺថាថ្មីនេះយើងបាននាំចូលម៉ាស៊ីន HiFu ដែលជាបច្ចេកវិទ្យាចុងក្រោយដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនយើងទាំងអស់គ្នាដែល ចង់លក់ផ្ទះលក់ដីលក់គម្រោងបរិយលក់រថយន្តតាមរយៈក្រុមហ៊ុន K01 សូមទំនាក់ទំនងមកខ្ញុំបាទតារារដ្ឋ GBA តាមរយៈ Telegram 089 25 36 36 ទំនាក់ទំនងផ្សាយពាណិជ្ជកម្មនិងផលិតរឿងតម្រូវតាមអាជីវកម្មរបស់លោកអ្នកតាមរយៈ Telegram